នៅក្នុងសម័យសង្គ្រាមបើសូរសំឡេងដាវបាត់ទៅភាពស្ងាត់អាចគួរឲ្យខ្លាចជាងសូរសំឡេងសង្គ្រាមទៅទៀតក្រុងមួយស្ងាត់ជ្រាបទ្វារបើកចំហគ្មានប្រជាជនគ្មានទ័ពតែនៅខាងក្នុងភាពស្ងប់ស្ងាត់នោះអាចមានអ្វីដ៏អស្ចារ្យកំពុងរង់ចាំនៅលើជញ្ជាំងក្រុងមនុស្សទេពជូគឺលៀងអង្គុយស្ងប់ស្ងាត់មុខស្ងៀមដៃដេញពុនយឺតដូចជាមនុស្សគ្មានអារម្មណ៍ភ័យសោះគាត់ដឹងថាកម្លាំងមិនអាចឈ្នះគ្រប់ពេលទេពេលខ្លះបញ្ញាត្រូវជាអាវុធដ៏ខ្លាំងបំផុតនៅពេលនោះស៊ឺម៉ាអ៊ីដឹកនាំទ័ពរាប់ម៉ឺនដាវឆ្ពោះមកក្រុងតុងធ្វើសឹកលឺប្រងព្រាតខ្យល់បក់ធូលីឡើងហុយត្រឡោមសូរសំឡេងទ័ពនិងសេះលាន់លឺរំពងតែពេលមកដល់ក្រុងនោះស្ងាត់ឈឹងវាបើកចំហមានអ្នកណាមកទប់ទល់ឡើយតែមានតែមនុស្សម្នាក់កំពុងលេងពេញយ៉ាងស្ងប់ស្ងាត់លើជញ្ជាំងក្រុងស៊ឺម៉ាអ៊ីមើលហើយស្តាក់ទឿគាត់មើលទៅជូគឺលៀងដែលមិនមានទ័ពនៅជុំវិញសោះតែមានទឹកមុខមិនភិតភ័យតើនេះជាអន្ទាក់ឬទេគាត់គិតតើមនុស្សណាអាចអង្គុយលេងតន្ត្រីនៅពេលសត្រូវនៅជំមុខបែបនេះភាពសង្ស័យកើតឡើងការភ័យស្លន់ស្លោចាប់ផ្ដើមកើតឡើងដល់ទឹកចិត្តកងទ័ពស៊ឺម៉ាអ៊ីបញ្ជាឲ្យទ័ពដកថយវិញទ័ពរាប់ម៉ឺនដកថយក្រោយដោយមិនបានបង្កែសង្គ្រាមឡើយធូលីហុយត្រឡោមពេញមេឃជូគឺលៀងបញ្ឈប់ការលេងពិនគាត់ញញឹមតិចដូចមនុស្សដឹងថាជ័យជំនះមិនចាំបាច់ត្រូវប្រៅដាវជ័យជំនះទំនិញដោយគ្មានសង្គ្រាមនោះហើយជាសិល្បៈនៃក្រុងតេតេក្បាច់ក្រុងតេតេបង្ហាញថាបញ្ញាឈ្នះភាពភ័យខ្លាចហើយអំណាចដ៏ខ្លាំងបំផុតគឺចិត្តស្ងប់នៅពេលគ្រាអាសន្ន